Ok,ថ្ងៃនេះតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកណា US Trade Representative ដាក់ពន្ធគយអត្រា 10% លើកម្ពុជាបន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា301ក្នុងពេលជាមួយគ្នានេះសហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា12កណ្ដកសញ្ញា5ទៅលើប្រទេសចំនួន38ទៀតរួមទាំងប្រទេសថៃវៀតណាមលើសពីនេះសហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងពន្ធដល់កម្ពុជាសម្រាប់បញ្ជីទំនិញដែលអាមេរិកផលិតដូចជាគ្រាប់ស្វាយចន្ទដែលសហរដ្ឋអាមេរិកផលិតដូចជាគ្រាប់ស្វាយចន្ទទីជាដើមកន្លែងនេះស្ដាប់អត់បានទេអាតានឹងសេចំណុចសំខាន់នោះអាមេរិកផ្ដល់នៅការលើកលែងពន្ធពិសេសសម្រាប់អូខេនេះជាឱកាសក៏ប៉ុន្តែក៏ជាហានិភ័យផងដែរក្នុងឆ្នាំ25កម្ពុជានាំចេញសម្ភារៈទៅសហរដ្ឋទៅប្រាក់ 4000 លានដុល្លារភាសានេះវាប្រើ Google ឲ្យប្រែណាសរសេរវាមិនសូវច្បាស់ស្ដាប់អត់យល់ទេវើយដល់ពេលគេសរសេរអញ្ចឹងស្ដាប់អត់យល់ណាព្រោះអាភាសាខ្មែរអា Bennett នេះវាសរសេរវាមិនមែនចេះខ្មែរណាOkay. Cambodian exports to the US to continue growing under new tariff. Okay. យោងទៅតាមតារាងដែលកម្ពុជានាំចេញមានសម្លៀកបំពាក់កាបូបគ្រឿងអគ្គិសនីមួយចំនួនសង្ហារិមសម្បកកង់និងផលិតផលតាក់ទងនឹង rubber ស្បែកជើងបើយោងទៅតាមឆ្នាំ23 24 25 26អាការនាំចេញមកកាន់សហរដ្ឋអាមេរិកវាមានការកើនឡើងបើយើងក៏លេខមើលតួលេខពី4កណ្ដកសញ្ញា24មក4កណ្ដកសញ្ញា39 5កណ្ដកសញ្ញា52និង7កណ្ដកសញ្ញា16ណាម៉ាឡេឌៀនយើងឃើញថាការនាំចេញពីប្រទេសកម្ពុជាចូលសហរដ្ឋអាមេរិកមានកំណើនកើនតែបើយើងដក inflationary rate អាការនាំចូលសហរដ្ឋអាមេរិកវាកើនឡើងមែនប៉ុន្តែដក inflationary rate លុយដែលយើងបានចំណេញវាកើនឡើងតិចទេលុយដែលជាផលដល់ស្រុកយើងបានតិចទេអ្វីដែល Cassie Bennett ចង់ចង្អុលបង្ហាញថាកម្ពុជានៅក្នុងពេលដែលរដ្ឋាភិបាល Donald Trump តម្លើង tariff ទៅកាន់នានាប្រទេសមិនដំឡើងពន្ធខ្លាំងក្លាលើកម្ពុជាទេទោះបីកម្ពុជាទិញពីអាមេរិកជា reciprocal តិចតួចក៏ដោយដែលបានសេចក្តីថាវាមានការអនុគ្រោះពីសហរដ្ឋអាមេរិកតើនេះជាសញ្ញាអ្វីខ្ញុំមិនហ៊ាននិយាយឲ្យចំទេខ្ញុំគ្រាន់តែអាចនិយាយថាសហរដ្ឋអាមេរិកហាក់ដូចជានៅអនុគ្រោះឲ្យកម្ពុជាក្នុងពេលដែលកម្ពុជាគឺជាប្រទេសតូចមួយដែលគ្មានសារៈប្រយោជន៍អ្វីចំពោះអាមេរិកប៉ុន្មានទេតើការអនុគ្រោះដល់កម្ពុជាបែបនេះមានគោលបំណងអ្វីខ្ញុំហាក់ដូចជាត្រូវគិតពីដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកមាន FBI អីជាដើមហើយនឹងវិនិយោគិនអាមេរិកខ្ញុំនឹកឃើញម៉ាឡេឌៀននិយាយអំពីស្រីម្នាក់ដែលធ្វើទស្សនកិច្ចនៅម៉ាឡេខ្ញុំភ្លេចឈ្មោះនាងហ្នឹងហើយត្រូវក្មួយឯងយកមកសួរខ្ញុំថាតើនាងនឹងធ្វើអីហើយខ្ញុំក៏បាននិយាយប្រាប់ក្មួយឯងថានាងនឹងយកសម្បកកិច្ចការរបស់គាត់មកនិយាយជាមួយនឹងមន្ត្រីម៉ាឡេស៊ីនៅក្នុងគោលដៅរ៉ែកម្រមានចាំទេដូច្នេះអ្វីដែលជាការអនុគ្រោះចំពោះអាមេរិកចំពោះកម្ពុជាពីសហរដ្ឋអាមេរិកតកតងរឿងហ្នឹងដែរដឹងម៉ាឡេឌៀនតកតងរឿងហ្នឹងដែរទេដឹងណាតែយើងកុំអាលជោយើងត្រូវខិតខំពង្រឹងពាណិជ្ជកម្មយើងនៅពេលដែលយើងទទួលបានការអនុគ្រោះ
ដ៏សមរម្យពីសហរដ្ឋអាមេរិកហើយយើងក៏ត្រូវតែចេះចាត់ចែងធនធានរបស់យើងដើម្បីទំនាក់ទំនងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចចម្លើយឆ្លើយថាបងសេដ្ឋាគាត់មកនេះចម្លើយឆ្លើយថាអាមេរិកកាំងអនុគ្រោះឲ្យកម្ពុជាត្រូវយល់ដឹងអំពីការអនុគ្រោះនេះហើយខំប្រឹងឡើងដើម្បីកសាងសេដ្ឋកិច្ចខ្លួនយើងនៅសល់2ឆ្នាំទៀតដែលត្រូវឆ្លងកាត់ព្យុះសង្ឃរាអញ្ចឹងសំណួររបស់ម៉ាឡេឌៀនឲ្យបកស្រាយសង្ស័យតែតកតងនឹងរ៉ែកម្រ